សូមគោរពជំរាបសួរដល់ប្រិយមិត្តទាំងអស់គ្នាវិលមកជួបគ្នាសាជាថ្មីជាមួយនឹងសាច់រឿងម្ចាស់ទឹកដីភ្នំអតិទេបុរាណសាច់រឿងនៃភាគទី331សាច់រឿងនៃភាគនេះក៏បានចាប់ផ្ដើមឡើងត្រង់កន្លែងទេពអសរលូស៊ិនក៏បានសួរទៅកាន់លៀនវឹងថាតើគូធ្វើបែបណាបន្តទៀតទៅដោយសារតែនេះគឺជាកម្លាំងធម្មពលស្ដេចបិសាចដ៏អស្ចារ្យរបស់ពូគេនឹងហើយពេលនោះផងដែរក៏បានបឺស្រូបនៅទេពអសរលូស៊ិនលៀនវឹងគាត់បានជាយាមតបទល់ប៉ុន្តែក៏បានសម្លឹងមើលឃើញថានៅក្នុងលំហមួយនោះគឺកូនស្រីរបស់គាត់នៅទីនោះឯងបន្ទាប់មកក៏បានប្រឡែងដៃឲ្យទេពអសរលូស៊ិនចូលទៅគាត់ក៏បានទៅតាមតែម្ដងខណៈពេលនោះផងដែរស្ដេចបិសាចដែលគឺជាស្ដេចវ័យគេក៏បានសើយ៉ាងកាកាយរួចក៏បាននិយាយថាក្រែងនេះគឺជាកូនស្រីរបស់ឯងមែនទេទោះលៀនវឹងក៏បាននិយាយថាអាសត្វបិសាចថោកទាបឯងគឺឆាប់ចាស់ចេញឲ្យឆ្ងាយពីកូនស្រីរបស់យើងពេលនោះផងដែរគេក៏បានព្យាយាមដើម្បីធ្វើការចម្រាញ់នៅក្របឈាមរបស់កូនស្រីលៀនវឹងដែលមានឈ្មោះថាវឹងយូឈៀនខុនផងដែរធ្វើឲ្យពេលនោះទេពអក្សរលូស៊ិនក៏បានសម្លឹងមើលទៅកាន់កូនស្រីរបស់លៀនវឹងដែលនាងគឺពិតជារងនឹងការឈឺចាប់ក្រោយពីកម្លាំងធម្មពលបិសាចក៏បានចាក់បញ្ចូលនៅក្នុងរាងកាយរបស់នាងពេលនោះផងដែរគេកំពុងតែធ្វើការចម្រាញ់នៅខ្លួនប្រាណរបស់កូនស្រីលៀនវឹងធ្វើឲ្យលៀនវឹងខឹងខ្លាំងមែនទែនគឺបានសម្ដៅចូលទៅថាអាសត្វដេរឆានឯងគឺស្លាប់ទៅពេលនោះផងដែរគេក៏បានបើកនៅស្លាបធម្មពលរបស់គេបញ្ចេញនៅចំហាយធម្មពលដែលដូចជាកំបិតយ៉ាងចឹងជាច្រើនដើម្បីវាប្រាទៅកាន់លៀនវឹងក៏បានប្រើធម្មពលរបស់គាត់មកទប់ទល់រងជាមួយនឹងកម្លាំងធម្មពលមួយនោះប៉ុន្តែកម្លាំងធម្មពលស្នេហ៍វាប្រាប្រៀបដូចជាប្រភ្លីងធ្លាក់របស់ស្ដេចវ័យវាគឺពិតជាខ្លាំងក្លាហើយនឹងច្រើនខ្លាំងមែនទែនគេក៏បាននិយាយថាអលិតអញគឺពិតជាមានសមត្ថភាពនឹងទេពកោសលគ្រាន់បើប៉ុន្តែបើសិនជាប្រយុទ្ធនៅខាងក្រៅយើងមិនអាចឈ្នះអញបើចូលមកខាងក្នុងឯងនៅប៉ុណ្ណេះគឺខ្សោយពេកហើយក៏បានក្តាប់ដៃបន្តិចធ្វើឲ្យលឿនហ្វឹងក៏បានទៀតប៉ាងដោយកម្លាំងធម្មពលមួយនោះមិនអាចទប់ទល់រងបាននោះទេដោយសារតែនៅទីតាំងកន្លែងនេះគេក៏អាចបញ្ចេញនៅកម្លាំងធម្មពលពាក់កណ្ដាលរបស់គេដែលប្រៀបបានជាមួយនឹងកម្លាំងធម្មពលវ៉ែ12ផ្កាយ5ឯណោះអញ្ចឹងហើយបានលឿនហ្វឹងមិនមែនជាដៃគូជាមួយនឹងគេនោះឡើយបន្ទាប់មកស្ដេចបិសាចវ័យនោះគេក៏បានបញ្ចេញនៅចំហាយធម្មពលដែលគឺជាក្បួននៃការបង្កើតដ៏អស្ចារ្យបង្កើតនៅចំហាយធម្មពលក៏ដូចជាផ្លែដើរដ៏ធំមួយផ្លែដើមមួយនេះផងដែរគឺសម្ពីរនៃធម្មពលកាចសាហាវខ្លាំងមែនទែនគេក៏បានរលាយដៃឡើងបន្ថែមទៀតរួចក៏បានស្រែកឡើងថាសម្លាប់បន្ទាប់ពីយើងយកឈាមឯងហើយនោះយើងនឹងចម្រាញ់កូនស្រីរបស់ឯងបានជាមិនខានស្នេហ៍ធម្មពលមួយនេះទៅធ្វើឲ្យលៀនហ្វឹងក៏បានផ្នែកធំលោកពូនេះក៏បានប្រាប់ថាឲ្យចាប់ចូលទៅក្នុងកំណប់ផ្កាឈូកមួយនោះទៅក៏បានចូលទៅទីតាំងកន្លែងនោះទាន់ពេលយើងឃើញថាស្នេហ៍នៃធម្មពលមួយនោះក៏បានវាប្រាឡើងរំជួយទីនេះធ្វើឲ្យលោកពូនេះក៏បានក្រោកឡើងរួចក៏បានប្រាប់ទៅកាន់លៀនហ្វឹងថានៅក្នុងអាណាចក្រសម្ងាត់ដែលគឺជាទឹកដីនៃការឃុំគ្រងរបស់បិសាចនៅក្នុងប្រាសាទមួយនេះវាគឺពិតជាអំណោយទាននៅចំហាយធម្មពលទៅដល់បិសាចឥតឈប់ឥតឈរដោយសារតែបែបនេះហើយទើបគាត់គឺមិនមែនជាដៃគូជាមួយនឹងគេនោះទេគាត់ក៏បានព្យាយាមទប់ទល់ប៉ុន្តែគាត់ក៏បានប្រាប់ទៅកាន់លៀនហ្វឹងថាគូតែរੂវិធីរត់ចាចេញពីទីតាំងកន្លែងនេះទៅមិនអាចទប់ទល់បានយូរនោះឡើយធ្វើឲ្យលៀនហ្វឹងក៏បានបញ្ចេញនៅរូបកាយវិញ្ញាណដែលគឺជាអាយ៉ងរបស់អធិរាជឈិនពេងដែលនោះផងដែរគឺអាចបញ្ចេញឡើងនៅស្នេហ៍នៃធម្មពលកម្រិតទី12ពេលដែលចំហាយធម្មពលមួយនេះក៏បានសាយភាចេញទៅធ្វើឲ្យស្ដេចបិសាចស្ដេចវ័យគេក៏បាននិយាយថាគេគឺចង់បាននៅចំហាយធម្មពលបែបនេះដើម្បីធ្វើការចម្រាញ់បង្កើននៅកម្លាំងធម្មពលចម្រាញ់នៅកូនស្រីរបស់លៀនហ្វឹងតែម្ដងក៏បានប្រើធម្មពលរបស់គេបំបែកតិចតែម្ដងពេលនោះស្នេហ៍នៃដាវពណ៌ស្វាយមួយនោះឬក៏លំពេងរបស់ស្ដេចវ័យនោះក៏បានចាក់ទម្លុះនៅរាងកាយរបស់អាយ៉ងវិញ្ញាណនៃអធិរាជឈិនពេងផងដែរធ្វើឲ្យលៀនហ្វឹងក៏មានការភ្ញាក់ផ្អើលស្ដេចបិសាចស្ដេចវ័យដែលគឺជារូបកាយខ្លួនគេក៏បានក្តាប់ដៃយ៉ាងណែនដោយនិយាយមើលងាយទៅកាន់ជីវភាពរបស់លៀនហ្វឹងគឺពិតជាអន់ពេកហើយគាត់នឹងធ្វើការចម្រាញ់ទៅកាន់កូនស្រីរបស់លៀនហ្វឹងមុនបន្ទាប់មកនឹងចម្រាញ់ទៅកាន់លៀនហ្វឹងជាក្រោយផងដែរបន្ទាប់មកគេក៏បានឆ្កែអាចមកឌឺទៅកាន់លៀនហ្វឹងគឺទ្រាំមិនបាននោះទេក៏បានប្រើមួយដៃរបស់គាត់បំបែកនៅកញ្ចក់នៃការឃុំឃាំងនៅក្នុងដែនបន្ទាប់ការឈូកដែលគឺជាផ្កាឈូកអាវុធទឹកប្រចាំត្រកូលលោកពូនេះឯងធ្វើលោកពូនេះក៏បាននិយាយថាអលិតឯងគឺចង់ធ្វើអ្វីនឹងឈប់ភ្លាមពេលនោះលៀនហ្វឹងគាត់គឺលេងទ្រាំទៀតហើយគាត់ក៏បានប្រើចំហាយធម្មពលក្របពូជបិសាចដើម្បីធ្វើការបង្កើននៅកម្លាំងធម្មពលទៅបីជាគាត់ខ្លាចទៅជាបិសាចក៏គាត់គឺមិនសោកស្ដាយនៅដែរត្រូវតែជួយសង្គ្រោះជីវិតកូនស្រីរបស់គាត់ឲ្យបានពេលនោះផងដែរលោកពូនេះក៏បានប្រឹងប្រែងហាមឲ្យថាអលិតឈប់ភ្លាមឯងគឺមិនអាចទ្រាំទ្រជាមួយនឹងកម្លាំងធម្មពលបិសាចនេះទេប៉ុន្តែពេលនោះយឺតពេកទៅហើយដោយសារតែលៀនហ្វឹងពេលនេះគឺបានស្លៀកនៅឈុតបិសាចដ៏អស្ចារ្យគាត់ក៏បានបើកភ្នែកឡើងជាមួយនឹងធម្មពលដ៏ក្រហមចិនឆ្អៅនៅលើខ្លួនវិញពោពេញទៅដោយផ្សែងអាប់ពណ៌ខ្មៅពេលនោះគាត់ក៏បានអណ្ដែតឡើងទៅលើអាកាសដោយលបឿនយ៉ាងលឿនមើលសឹងតែមិនចង់ទាន់ពេលនេះគឺកាយសាហាវជាងមុនយើងឃើញថាផ្កាឈូកដែលគឺជាទ្រពកំណត់មួយនោះគឺបានអណ្ដែតរកទៅកាន់បិសាចមួយនោះធ្វើឲ្យពេលនោះផងដែរស្ដេចវ័យដែលគឺជារូបកាយខ្លួនក៏បាននិយាយថាមិននឹងអាចទៅរួចទៅអាឡិតនោះបែរជាអាចរួមចម្រាញ់ជាមួយនឹងត្រ
โกลใบสายบ้านវាគឺមិនអាចតែរួចទេប៉ុន្តែពេលនោះលិនហ្វឹងក៏បានលើកដៃឡើងរួចក៏បាននិយាយថាសម្លាប់ស្នីនៃធម្មពលដ៏ក្រហមចាក់ឆ្អើគឺបានបាញ់វាថាទៅទោះបីជាស្ដេចវ័យក៏បានបើកនៅខែធម្មពលការពីរងប៉ុន្តែក៏ត្រូវបានបំបែកខ្ទេចខ្ទីគ្មានសល់ប៉ុន្តែគេក៏បានបញ្ចេញនៅច្រវាក់ដតេភាពរបស់គេដើម្បីវាថាទៅកាន់លិនហ្វឹងគាត់នៅតែអាចគេចេញបានយ៉ាងលឿនល្បឿនរបស់ច្រវាក់នោះកាន់តែលឿនលិនហ្វឹងក៏លឿនដូចគ្នាព្រោះលោកពូនេះក៏បាននិយាយថាអាសន្នធំហើយបើនៅតែបន្តបែបនេះខ្លាចថាពួកយើងអ្នកទាំងអស់គ្នានៅទីតាំងកន្លែងនេះអាចនឹងស្លាប់ដោយសារតែកណ្ដាប់ដៃរបស់អាលិតអ្នកនោះដោយសារតែលិនហ្វឹងគឺត្រូវបានធម្មពលបិសាចមួយនោះគ្រប់គ្រងបានជាមិនខាននោះទេសូម្បីតែខ្លួនឯងក៏មិនស្គាល់ច្បាស់ជាអាសន្នធំហើយប៉ុន្តែពេលនោះទេពអក្សរលូសៀនក៏បាននិយាយថាសូមឲ្យបងជន់ពូកុំតន់ព្រួយបារម្ភអីនាងនឹងធ្វើការកោះហៅនៅដូនតាសុនរបស់នាងដើម្បីមកធ្វើការចម្រាញ់នៅធម្មពលបិសាចនៅក្នុងខ្លួនរបស់លិនហ្វឹងមិនឲ្យវាប្រហារទៅកាន់លិនហ្វឹងនោះទេនឹងកំចាត់ទៅកាន់បិសាចនេះបានទៀតផងព្រោះលោកពូនេះក៏បានស្រែកទាំងកំហឹងលបលចយមិនក៏មិនឆាប់ធ្វើទៅដឹងថាលិនហ្វឹងរបស់យើងនេះគឺចិត្តនឹងស្លាប់ហើយដឹងទេបន្ទាប់មកនាងក៏ចាប់ដើមធ្វើការកោះហៅដោយប្រើចំហាយធម្មពលរបស់នាងប្រើដំណក់ខ្លឹមសារពិតបើកនៅផ្លាកបញ្ជាតូចនោះពេលនោះផងដែរស្នេហ៍នៃធម្មពលមួយនោះក៏បានបាញ់ឡើងនៅលើផ្ទៃមេឃគូចឡើងនៅធម្មពលដ៏សាហាវហើយនឹងគោខៅលុះពេលបន្តិចមកយើងឃើញថាចំហាយធម្មពលពោមាសមួយនោះក៏បានធ្លាក់ចុះមកផ្នែកខាងក្រោមងាកមកមើលលិនហ្វឹងវិញគាត់ក៏បានប្រើបាតដៃរបស់គាត់ដើម្បីទៅកំទេចច្រវាក់ទាំងអស់នោះបែកខ្ទេចខ្ទីទៅហើយវានឹងសម្លាប់ទៅកាន់បិសាចមួយនោះស្រាប់តែដំបងរបស់ស៊ុននូខុងគឺបានចេញមុខទប់ទល់រងផងដែរលិនហ្វឹងក៏បានសម្ដៅចូលទៅដូចគ្នាប៉ុន្តែយើងឃើញថាដំបងរបស់ស្ដេចស្វាស្វុននឹងគឺពិតជាធំពេកហើយធ្វើឲ្យលោកពូនេះក៏បាននិយាយថាតាមមើលទៅអាស្វាមួយនោះគឺខានស៊ីផ្លែប៉េះយូរពេកហើយធ្វើគេគឺពិតជាដេកលងលក់យូរយ៉ាងនេះពេលនោះផងដែរស្រាប់តែគាត់ក៏បាននិយាយលូចោះលូឡើងចំហាយធម្មពលនៅលើផ្ទៃមេឃគឺបានអណ្ដែតឡើងនៅរន្ទះដ៏កាចសាហាវដែលបានបាញ់ឆក់ពីពេញនៅផ្ទៃមេឃស្នេហ៍នៃធម្មពលដ៏កាចសាហាវមួយនេះលោកពូនេះក៏បានដឹងផងដែរថានេះគឺជាការបង្ហាញខ្លួនរបស់ស្ដេចស្វាស៊ុននោះមែនទេពេលនោះផងដែរស្នេហ៍នៃសម្រេចមួយនោះមិនទាន់នឹងឃើញម្ចាស់ទេរូបកាយដ៏អស្ចារ្យរបស់ស្ដេចបិសាចវ័យនោះក៏ត្រូវបានបំផ្លាញចោលធ្វើឲ្យទេពអក្សរលូសៀនក៏បាននិយាយថាគ្រាន់តែសម្រេចរបស់បុព្វបុរសដូនតាស៊ុនរបស់នាងនោះទេធ្វើឲ្យរូបកាយបិសាចក៏ត្រូវបានបំផ្លាញចោលពេលនោះផងដែរយើងឃើញថាបុព្វបុរសដូនតាស៊ុននៃកងសម្ព័ន្ធលូសៀនដែលគឺជាកងសម្ព័ន្ធទឹកដីទេពអក្សរមួយនេះគឺបានបង្ហាញមុខឡើងមកគឺជាស្ដេចស្វាដ៏អស្ចារ្យផងដែរធ្វើឲ្យលោកតានេះក៏បាននិយាយថាតាមពិតទៅអាឡែនេះគឺពិតជាបានវឹកហាត់នៅស្នៀតសម្ងាត់រួចជាស្រេចឬក៏វឹកហាត់ដោយជោគជ័យពិតមែនធ្វើឲ្យពេលនោះផងដែរស្ដេចស្វាស៊ុននេះគេក៏បាននិយាយថាអស់រយៈពេលជាយូរហើយដែលគេគឺដេកលងលក់រួចក៏បាននិយាយថានាងតូចលិតមែនទេដែលជាអ្នកក៏ហាញ់ជើញឲ្យគេចេញមកផ្នែកខាងក្រៅធ្វើនាងក៏បានអោនគោរពតែម្ដងថាត្រឹមត្រូវហើយនេះគឺមូលហេតុដោយសារតែមានបិសាចគឺអុកឡុកនៅកងសម្ព័ន្ធលូសៀនឬក៏ទឹកដីទេពអក្សររបស់នាងធ្វើនាងគឺពិបាកក្នុងការគ្រប់គ្រងធ្វើឲ្យគាត់ក៏បានបារម្ភខ្លាំងមែនរួចក៏យកដៃបំរុងនឹងទៅស្ទាបក្បាលរបស់នាងថាមានគ្រោះថ្នាក់ត្រង់ណាហ្នឹងណាប៉ុន្តែគាត់ក៏បានដកដៃចេញវិញដោយសារតែដៃរបស់គាត់គឺពិតជាធំពេកហើយគាត់ក៏បាននិយាយថាឲ្យដូនតាគឺសុំអភ័យទោសផងដោយសារតែគាត់គឺប្រយុទ្ធកាលពី1000ឆ្នាំនោះនៅកម្លាំងធម្មពលជាច្រើនក៏ដេកលងលក់បន្តិចទៅធ្វើឲ្យនាងតូចនឹងគឺមានគ្រោះថ្នាក់ហើយប៉ុន្តែមិនធ្វើទេគាត់នឹងបំផ្លាញចោលមនុស្សដែលហ៊ានប៉ះពាល់ទៅកាន់នាងតូចសូម្បីតែមួយសរសៃសក់ពេលនោះផងដែរធ្វើឲ្យស្ដេចបិសាចវ័យនោះគេគឺពិតជាមានការចាប់អើដោយបានដឹងផងដែរថាវាគឺជាក្រុមហន្តរាយតែកម្លាំងធម្មពលក្រុមហន្តរាយកាយសាមួយនោះមកពីទីណាទៅយើងក៏បានឃើញជាមួយស្ដេចស្វាមួយនោះក៏បានចេញពីកំណប់ការជោគរបស់លោកពូនេះរួចក៏បាននិយាយឡើងផងដែរថាអាអឺតអញគឺពិតជាថ្លាមធំខ្លាំងមែនទែនដែលហ៊ានធ្វើបាបមកកាន់មនុស្សចំនួនក្រោយរបស់យើងក្រោយពីបានមើលមួយភ្លេតក៏បានដឹងផងដែរថាអូតាមពិតទៅគឺជាឯងទេឯងគឺបានបំផ្លិចបំផ្លាញនៅកងសម្ព័ន្ធលូសៀនឬក៏ទឹកដីបិសាចរបស់យើងកាលពី1000ឆ្នាំមុនយើងគឺផ្ដល់ក្តីមេត្តាទុកជីវិតឲ្យឯងបែបនេះចង់បំផ្លាញនៅកងសម្ព័ន្ធរបស់យើងម្ដងទៀតមែនទេថ្ងៃនេះគឺត្រូវតែស្លាប់ធ្វើឲ្យស្ដេចវ័យគេក៏បានជាថាមិននឹងអាចទៅរួចទៅគឺជាគាត់ម្ដងទៀតហើយគឺជាបុព្វបុរសដ៏បរិសុទ្ធនិងដ៏អស្ចារ្យក្រោយបានឃើញជាមួយស្ដេចស្វាស៊ុនហើយធ្វើឲ្យស្ដេចបិសាចក៏បើកភ្នែកឆ្លងមាត់ធំៗសាច់រឿងក៏ត្រូវបានកាត់ស្លេះតែត្រឹមនឹងសូមអរគុណជួបគ្នានៅវីដេអូ